Hello everybody សួស្តីអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាសួស្តីបងប្អូនអ្នកត្រៀមប្រឡងទាំងអស់គ្នា Okay today we meet together with a subject English writing disadvantage of smoking cigarette Okay គុណវិបត្តិនៃការជក់បារីចាគុណវិបត្តិនៃការជក់បារីចាតើគុណវិបត្តិនៃការជក់បារីមានអ្វីខ្លះតោះយើងទៅមើលប្រធានបទទាំងអស់គ្នាណាតោះ Okay we read together Smoking cigarette is also popular for some of people almost every country in the world Cigarettes have a lot to product of Cigarettes have a lot to product and smoke for hundreds of years There are several disadvantages of smoking cigarettes. Okay, we read again together. Smoking cigarettes is also popular for some of people almost every country in the world. Cigarettes have a lot to product and smoke for hundreds of years. There are several disadvantages of smoking cigarettes. តោះអញ្ចឹងយើងទៅប្រើទាំងអស់គ្នាការជក់បារីវាក៏ជាការពេញនិយមសម្រាប់មនុស្សមួយចំនួនស្ទើរតែគ្រប់ប្រទេសនៅក្នុងពិភពលោកបារីត្រូវបានអនុញ្ញាតឲ្យផលិតនិងជក់រាប់រយឆ្នាំមកហើយមានគុណវិបត្តិមួយចំនួននៃការជក់បារីចាអូខេអញ្ចឹងបានន័យថាបារីហ្នឹងវាគឺជាទំនិញមួយមុខដែលត្រូវបានគេផលិតហ្នឹងជាយូរមកហើយចាតោះបន្តទៅទៀតFor one thing, smoking cigarettes seriously damage your health and people around you. Most of cigarette smokers are facing heavy money diseases, especially lung cancer, which is an incurable disease. Moreover, your hair and mouth smell are bad. Okay, we read again together. For one thing, smoking cigarettes seriously damage your hair and the people around you. Most of cigarette smokers are facing heavy many diseases, especially lung cancer, which is an incurable disease. Moreover, your hair and mouth smell are bad. Okay, we translate together. ម្យ៉ាងវិញទៀតការជក់បារីបំផ្លាញសុខភាពអ្នកនិងមនុស្សជុំវិញខ្លួនយ៉ាងធ្ងន់ធ្ងរអ្នកជក់បារីភាគច្រើនកំពុងប្រឈមនឹងជំងឺជាច្រើនមុខជាពិសេសជំងឺមហារីកដែលជាជំងឺមិនអាចព្យាបាលបានលើសពីនេះធ្មេញនិងមាត់របស់អ្នកមានក្លិនមិនល្អអូខេបានន័យថាអ្នកជក់បារីសុទ្ធតែកំពុងតែប្រឈមមុខទៅនឹងជំងឺជាច្រើនមុខនៅក្នុងខ្លួនណាហើយក្លិនមាត់របស់អ្នកហ្នឹងក៏មិនល្អធ្មេញពួកគាត់ហ្នឹងគឺលឿងត្មងគឺអ្នកជក់បារីហ្នឹងហើយផ្លូវដង្ហើមរបស់គាត់ហ្នឹងក៏ដកមិនសូវល្អដែរចាគឺបងប្អូនអាចសង្កេតមើលបានសួតព្រោះអីសួតរបស់គាត់ហ្នឹងគឺខ្សោយមែនតើ Okay we go ahead On the other hand, it is a waste of money to buy cigarettes. For instance, if you smoke 10 packets of cigarettes per day, so you have to spend at least 5,000 reals. And how much will you spend for 10 years? Read again. On the other hand, it is a waste of money to buy cigarettes. For instance, if you smoke 10 packets of cigarettes per day, you have to spend at least 5,000 reals. And how much will you spend for 10 years? Okay, we translate. ម្យ៉ាងវិញទៀតវាជាការខ្ជះខ្ជាយលុយទិញបារីឧទាហរណ៍បើអ្នកជក់បារីក្នុងមួយថ្ងៃ10ដើមដូច្នេះអ្នកត្រូវចំណាយលុយយ៉ាងតិច5,000 រៀលក្នុងមួយថ្ងៃដូចគ្នាហើយតើអ្នកចំណាយប៉ុន្មានសម្រាប់ក្នុងមួយឆ្នាំ
ចានេះអ្នកគ្រូឧទាហរណ៍យ៉ាងតិច10ដើមប៉ុន្តែបើតាមការស្មានរបស់អ្នកគ្រូឆ្លងកាត់កន្លងមកតាមការឃើញមិនមែន10ដើមទេអ្នកខ្លះលើសពីមួយកញ្ចប់នៅក្នុងមួយថ្ងៃហើយក្នុងមួយកញ្ចប់បរិយគឺមាន20ដើមមាន20ដើមណាបងប្អូនបរិយមួយកញ្ចប់អ្នកខ្លះគឺជក់លើសពីមួយកញ្ចប់ហើយបរិយមួយកញ្ចប់គឺលើសពី5000រៀលក៏មានបរិយខ្លះតម្លៃដូចជា8000ណាបរិយខ្លះវាតាមតម្លៃតាមហ្នឹងបងប្អូនចាយើងចំណាយច្រើនមែនទែនទៅលើបរិយចា If you are an unmarried cigarette smoker okay it will be very difficult for you to find partner because most of girls don't take smoker sometimes smoking cigarettes is considered to be rude in some place on train in car on buses and in the market okay we read again if you are an unmarried cigarette smoker it will be very difficult for you to find partners because most of girls don't take smoker sometimes smoking cigarettes is considered to be rude in some place on train in car on buses and in market okay we translate together ប្រសិនបើអ្នកជាអ្នកជក់បរិយដែលមិនទាន់រៀបការអូខេថាប្រសិនជាអ្នកមិនទាន់រៀបការវានឹងពិបាកសម្រាប់អ្នកក្នុងការស្វែងរកដៃគូពីព្រោះក្មេងស្រីភាគច្រើនមិនជក់បរិយទេអូខេពេលខ្លះគាត់អ្នកជក់បរិយការជក់បរិយហ្នឹងវាត្រូវបានចាត់ទុកថាជាការឆ្លើយនៅកន្លែងខ្លះដូចជានៅលើរថភ្លើងរថយន្តឡានក្រុងនិងនីតិទីផ្សារឬក៏ទីប្រជុំជនជាដើមចាវាពិបាកមែនតើគឺសម្រាប់អ្នកជក់បរិយគឺគេចាត់ទុកថាអ្នកគឺជាមនុស្សឆ្លើយគ្មានសុជីវធម៌ចា Smokers are always being insulted in some place which are not allowed to smoke okay finally I think that smoking is bad for our health and waste of time and money so cigarette smokers should give up as soon as possible read together smokers are always being insulted in some place which are not allowed to smoke finally I think that smoking is bad for our health and waste of time and money. So cigarette smokers should give up as soon as possible. Okay. ជាងទៅប្រែទាំងអស់គ្នាអ្នកជក់បរិយតែងតែត្រូវបានប្រមាថនៅកន្លែងខ្លះដែលមិនអនុញ្ញាតឲ្យជក់បរិយចាគឺត្រូវបានគេប្រមាថអ្នកជក់បរិយជាចុងក្រោយខ្ញុំគិតថាការជក់បរិយគឺវាអាក្រក់គឺវាមិនល្អចំពោះសុខភាពរបស់យើងទេហើយវាខ្ជះខ្ជាយពេលវេលានិងប្រកាសរបស់យើងទៀតដូច្នេះអ្នកជក់បរិយគួរតែបោះបង់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានចាអញ្ចឹងអ្នកគ្រូសង្ឃឹមថាបងប្អូនចំនួនក្រោយពិសេសគឺអ្នកសិក្សារបស់យើងគឺមិនទៅប្រឡូកប្រឡាក់ជាមួយនឹងបរិយទេចាគ្រឿងញៀនហើយនឹងបរិយគឺដូចជាគ្រឿងញៀនមួយដែរហើយវាពិតជាមិនគួរឲ្យស្ងើចសរសើរមែនទែនបើសិនជាយើងជក់បរិយគឺវាមើលមកអាក្រក់មើលមែនទែនមនុស្សចាស់គាត់មិនអាចផ្ដាច់ផ្ដានជារឿងរបស់មនុស្សចាស់ប៉ុន្តែសម្រាប់បងប្អូនអ្នកសិក្សាកលេចមកឃើញពាក់អាវសហើយជក់បរិយគឺវាពិតជាមិនល្អមែនទែនសម្រាប់សង្គមជាតិយើងហើយវាប៉ះពាល់ដល់សុខភាពយើងជាអ្នកជក់ក៏ដូចជាបរិយាកាសហើយនឹងអ្នកនៅជុំវិញខ្លួនយើងទៀតផងហើយវាធ្វើឲ្យសោភ័ណភាពនៃសម្រស់របស់យើងនឹងវាមិនស្អាតវាមិនសង្ហាដោយសារបរិយនឹងទេបងប្អូនខ្លះមានការយល់ច្រឡំថាសង្ហាណាស់ក្នុងការដែលជក់បរិយមើលទៅឃើញសង្ហាតែវាមិនមែនដូច្នេះទេវាមើលទៅវាអាក្រក់មើលហើយវាពិតជា
ខូចប៉ះពាល់សុខភាពមែនតើណាចាអូខេអរគុណសម្រាប់ការចូលទស្សនារបស់បងប្អូននិងអ្នកសិក្សាទាំងអស់គ្នាណាចាសម្រាប់បងប្អូនដែលមិនទាន់ចូល Subscribe Channel អ្នកគ្រូសូមជួយ Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗនិងសំណេរថ្មីៗពីអ្នកគ្រូទៀតណាចាអរគុណសម្រាប់ការជួយ Subscribe Channel របស់អ្នកគ្រូអរគុណច្រើនជំរាបលាបាយបាយជូនពរសំណាងល្អដល់អ្នកគ្នា